ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំធ្វើមុខម្ហូបចុះបាយមួយមុខទៀតហើយគឺបុកកន្ទុយហេះចាបុកកន្ទុយហេះនេះគឺជាមុខម្ហូបដែលងាយស្រួលធ្វើទេបងប្អូនគ្រាន់តែយើងចំណាយពេលក្នុងការលីងគ្រឿងផ្សំវារៀងយូរបន្តិចហើយនឹងបុកនឹងរៀងចុកដៃបន្តិចចំណែកឯរបៀបធ្វើហ្នឹងគឺមិនពិបាកទេបងប្អូនតែអញ្ចឹងដើម្បីដឹងពីរបៀបធ្វើយ៉ាងណានោះសូមបងប្អូនតាមដានទស្សនាវីដេអូរបស់នាងខ្ញុំទាំងអស់គ្នាចំណែកទាំងអស់នេះគឺជាគ្រឿងផ្សំតែជាដំបូងនេះនាងខ្ញុំយកត្រីឆ្អើរមកលីងជាមុនសិនហើយត្រីឆ្អើរដែរនាងខ្ញុំបានបកយកស្បែកវាចេញហើយចំនួន1ចង្កាបងប្អូនចាលីងអញ្ចឹងទៅធ្វើឲ្យត្រីឆ្អើរនឹងវាឈ្ងុយហើយវាស្រួយល្អហើយលីងតែមួយផ្លែទេបងប្អូនដាក់ភ្លើងតែមួយល្មមបានហើយកុំដាក់ភ្លើងខ្លាំងអញ្ចឹងទៅវាអាចនឹងខ្លោចអស់តាពីស្រួយហើយនេះខ្ញុំដួសវាចេញហើយនេះខ្ញុំបន្តលីងខ្ទឹមសខ្ទឹមក្រហមហើយនិងម្ទេសចាចំពោះម្ទេសវិញនេះខ្ញុំដាក់ម្ទេសម៉ាឡេលាយបងប្អូនដោយសារម្ទេសម៉ាឡេហ្នឹងវាអត់សូវហឹរហើយវាមានពណ៌ក្រហមពេលយើងធ្វើហើយគឺក្រហមស្អាតណាស់បន្ទាប់ពីលីងឲ្យ3មុខនឹងវាឆ្អិនល្អហើយនេះខ្ញុំដួសវាទុកឲ្យត្រជាក់បន្តិចសិនតមកនេះខ្ញុំយកត្រីឆ្អើរដែលបានលីងទុកមុនគេហ្នឹងយកមកបុកមុនគេដែរភាសាត្រីឆ្អើរយើងបុកទុកមុនគេអញ្ចឹងទៅពេលដែលយើងយកទៅបុកជុំគេជុំឯងទៅគឺវាម៉ត់បានល្អស្រាប់បងប្អូនចាឥឡូវម៉ត់ប៉ុណ្ណឹងនេះខ្ញុំដួសទុកមកតាមទៀតនេះខ្ញុំបុកម្ទេសខ្ទឹមសនិងខ្ទឹមក្រហមហ្នឹងឲ្យវាម៉ត់ល្អចាចំពោះការបុកកន្ទុយហេះនេះគឺយើងបុកម្ដងមួយវគ្គអញ្ចឹងបើកាលណាយើងបុករមគ្នាតែម្ដងគឺវាមិនងាយម៉ត់ទេធ្វើឲ្យយើងចុកដៃខ្លាំងពេលដែលបុកចាំបន្ទាប់ពីគ្រឿង3មុខនឹងវាម៉ត់ហើយនេះខ្ញុំដាក់សាច់អំពិលទុំដែលបានឆ្កឹះក្របហើយហ្នឹងចូលមកហើយអំពិលទុំបងប្អូនលៃលោកទៅតាមហ្នឹងបើថាអំពិលរបស់បងប្អូនដែលជូរខ្លាំងគឺកុំដាក់ច្រើនបើថាមិនសូវជូរទេគឺដាក់ឲ្យយើងច្រើនទៅចាំបន្ទាប់ពីបុកអំពិលទុំហ្នឹងវាបានម៉ត់ហើយនេះខ្ញុំបន្តដាក់ប្រហុកអាំងចំនួន3ស្លាបព្រាបាយទៀតណាចាចំពោះប្រហុកនេះបងប្អូនត្រូវភ្លក់មើលផងបើសិនជាប្រហុកនឹងវាប្រៃខ្លាំងពេលបងប្អូនបុកនឹងកុំថែមអំបិលតែដោយសារប្រហុកនឹងខ្ញុំនេះវាមិនសូវប្រៃខ្លាំងទេតបមកនេះខ្ញុំផ្សំគ្រឿងដោយដាក់ស្ករស1ស្លាបព្រាបាយហើយនិងប៊ីចេង1ស្លាបព្រាកាហ្វេហើយបុកច្បល់ឲ្យគ្រឿងផ្សំនឹងវារលាយសិនមកហើយចុងក្រោយនេះខ្ញុំដាក់ត្រីឆ្អើរចូលតែម្ដងហើយបុកច្បល់ឲ្យត្រីឆ្អើរនេះវាចូលសព្វជាមួយនឹងគ្រឿងផ្សេងទៀតមកហើយនេះខ្ញុំភ្លក់ទៅឃើញថាវាស្ទើរប្រៃចាពេលដែលខ្ញុំភ្លក់ទៅវាស្ទើរប្រៃនេះខ្ញុំបន្ថែមអំបិលហ្នឹងមួយចុងស្លាបព្រាបាយទៀតបើសិនជាប្រហុកបងប្អូនដែលធ្វើហ្នឹងវារៀងប្រៃខ្លាំងហើយកុំបាច់ថែមបងប្អូនយើងត្រូវភ្លក់មើលសិនណាកាលនេះរួចរាល់ហើយយើងអាចហូបជាមួយលក់បន្លែខ្ចីនឹងមានដូចជាពពាទៅសក់ហ្នឹងគឺត្រូវគ្នាមែនតើចាអញ្ចឹងបងប្អូនកុំភ្លេចសាកល្បងហូបទាំងអស់គ្នាចំពោះបុកកន្ទុយហេះមួយមុខនេះចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងបងប្អូនភ្លេចចុច like និង subscribe YouTube Channel របស់នេះខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា